ដេញចាប់ខ្យល់ពេលយើងដេញតាមចាប់ក្តីសុបិនខុសពីការដេញតាមចាប់ខ្យល់គ្មានអ្នកណាមើលឃើញខ្យល់ប៉ះក៏មិនបានគ្រាន់តែដឹងដោយអារម្មណ៍តែប៉ុណ្ណោះនៅពេលដែលយើងមានក្តីសុបិនហើយចេះរៀបចំផែនការច្បាស់លាស់ដើម្បីធ្វើសកម្មភាពរាល់ថ្ងៃកសាងក្តីសុបិនមួយថ្ងៃបន្តិចឲ្យចេញជារូបរាងនោះហើយជាការដេញចាប់ក្តីសុបិនដែលអាចពណ៌បាននៅពេលដែលវាមានលទ្ធផលចេញមកខាងក្រៅឲ្យអ្នកដទៃបានមើលឃើញដែរវាមិននៅក្នុងគំនិតរបស់យើងតែម្នាក់ឯងទៀតការមានក្តីសុបិនត្រឹមតែក្នុងការគិតប៉ុន្តែគ្មានផែនការច្បាស់លាស់គ្មានការចាប់ដើមធ្វើសកម្មភាពគ្មានភាពអត់ធ្មត់យូរវាក៏ប្រៀបដូចជាអ្នកដេញតាមចាប់ខ្យល់អញ្ចឹងដែរក្តីសុបិនល្អអស្ចារ្យប៉ុណ្ណាក៏ដោយបើយើងមិនបោះជំហានចាប់ដើមឈានមួយជំហានទៅមុខទេយើងក៏មិនអាចសម្រេចក្តីសុបិននោះបានឡើយមានក្តីសុបិនត្រូវមានភាពក្លាហានដើម្បីបង្កើតវាពុំនោះទេក្តីសុបិននឹងនៅតែជាស្រមោលប៉ះមិនត្រូវពណ៌មិនបានជារៀងរហូតទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសិភៅនេះស្រាលហើយវាមានទំហំ A5 សិភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសិភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសិភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី